របៀបស្ងោរពងទាកូនស៊ីឈាន់សម្រាប់បងប្អូនដែលចង់ធ្វើញ៉ាំនៅផ្ទះមិនចង់ចំណាយលុយច្រើនទៅទិញគេតែចង់បានរសជាតិមួយដែលឈ្ងុយឆ្ងាញ់ជាប់ចិត្តដំបូងឡើយគឺយើងលាងសក្រូចរំដេងរបស់យើងហ្នឹងឲ្យស្អាតមកយកមកចិតអញ្ចឹងមកហើយយើងដាក់ទឹកដូងដើម្បីដាំជុំគ្នាមកណាបងប្អូនយើងដាក់គ្រប់មុខមកហើយក៏យើងដាក់ដុំស៊ីឈាន់យើងមកហើយយើងក៏ដាំទឹកហ្នឹងទុកឲ្យពុះទៅបន្តមកទៀតពងទាកូនយើងហ្នឹងយើងត្រូវយកមកគោះតិចដើម្បីឲ្យវាបែកចូលជាតិជាមួយនឹងស៊ីឈាន់របស់យើងជាមួយនឹងទឹកដូងជាមួយនឹងដុំស៊ីឈាន់របស់យើងហ្នឹងណានៅពេលយើងគោះតិចអញ្ចឹងហើយរសជាតិវាគឺឈ្ងុយឆ្ងាញ់មែនតើគឺចូលជាតិគ្នានៅក្នុងនឹងតែមួយតែម្ដងហើយបន្តមកទៀតគឺយើងដាក់ស្ងោររយៈពេល30នាទីទេណាស្ងោរ30នាទីគឺឆ្អិនល្មមផុយសាច់ផុយអីគ្រប់យើងមិនចាំបាច់ហាត់ឥឡូវឆ្អិនណាបងប្អូនមើលទៅតំណងអត់តំណងគួរឲ្យចង់ញ៉ាំមែនតើសម្បីតែខ្ញុំបញ្ចូលសលេងនេះគឺឃ្លានម្ដងទៀតហ្មងយើងអាចញ៉ាំជាមួយនឹងអំបិលម្រេចជាមួយជីជាមួយនឹងខ្ទឹម